bà thay ní dương mà riêng cắt một sọ bài clay clay thì đấy phong mai bồn bà hay một sọ ní cứ nghe nghe tê từ bà phong mai bồn là chọn riêng á bà cứ dương nghe sườn riêng tê bà hay một sọ ní đại một bồn cái dương prao pum lệch prắm nó phong mai bồn mà dương thưa ca chu sọ pi lử phong mai bồn hả bà sân chỉ phong mai bồn trong bàn sọ pi lử của vậy nắng phong mai bồn thưa ca chu lệch prắm tới nó phong mai bồn bà dương thưa ca chu pi mục đinh mà còi máu làm bậy cầm hỏi sọ thì lại chu này phi bà dương nó phong mai bồn bàបន្ទាប់មកក៏យើងប្រើពុម្ពលេខ 4.5 mm បាទគឺពុម្ពអក្សរ B បាទយើងធ្វើការឈូសវាឡើងទៅដល់លើរឿងខ្ពស់បន្តិចបាទគឺទៅដល់ចិត្តដល់ចំណុចធ្នេក្បាលរបស់យើងពុកម៉ែបងប្អូនណាបាទយើងធ្វើការឈូសវាយ៉ាងទៅទាំងពីចំហៀងទាំងពីក្រោយណាបាទចំណែកពីក្រោយគឺយើងធ្វើការឈូសវាឲ្យខ្ពស់ដែរទៅពុកម៉ែបងប្អូនណាបាទប៉ុន្តែយើងកុំឈូសវាដល់កញ្ចៅក្បាលពេកពុកម៉ែបងប្អូនណាបាទយើងធ្វើការឈូសវាឲ្យនៅក្រោមកញ្ចៅក្បាលបន្តិចពុកម៉ែបងប្អូនណាបាទហើយការរៀនកាត់សក់ពុកម៉ែបងប្អូនមើលកាយវិការបន្តពុកម៉ែបងប្អូនព្យាយាមស្ដាប់សលេងដែលខ្ញុំបញ្ចូលបន្តពុកម៉ែបងប្អូននឹងយល់លឿនពុកម៉ែបងប្អូនណាបាទពេលណាពុកម៉ែបងប្អូនមើលកាយវិការហើយពុកម៉ែបងប្អូនស្ដាប់សលេងទៀតពុកម៉ែបងប្អូននឹងយល់ណាបាទបន្ទាប់មកគឺយើងប្រើ Master X7 យើងធ្វើការសេរីត្រង់ចំណុចតែយើងឈូសទុកពីចំហៀងហ្នឹងបាទខាងលើហ្នឹងពេលដែលយើងឈើការឈូសទៅវាអត់ទាន់ស្មើស្អាតទេអញ្ចឹងហើយយើងធ្វើការឈូសសេរីវាឲ្យបានមានភាពបតិញឲ្យស្អាតសិនមកពុកម៉ែបងប្អូនណាបាទទាំងពីចំហៀងទាំងពីក្រោយអីយើងធ្វើការសេរីវាអញ្ចឹងមកពុកម៉ែបងប្អូនណាបាទហ្នឹងហើយពុកម៉ែបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនចង់រៀនកាត់សក់ពុកម៉ែបងប្អូនអាចចូលទស្សនាវីដេអូនេះទៅដើម្បីយកចំណេះដឹងបាទបន្ទាប់មកគឺយើងប្រើ Master X7 យើងមួលថ្មិញវាឲ្យអស់មកពុកម៉ែបងប្អូនណាមួលថ្មិញវាឲ្យស៊ីឲ្យអស់មកបាទយើងធ្វើការច្រឹបវាជុំវិញទៅបាទហើយមួយសក់នេះដែរគឺយើងធ្វើការយកជើងសក់រៀងនៅសម្ោលតិចតិចបាទយើងអត់ឲ្យវាអស់ពេកទេបាទវានៅសម្ោលតិចតិចបាទយើងធ្វើការតម្រឹមវាទៅបាទបន្ទាប់មកគឺយើងមួថ្មិញវាថយវិញបាទមួវាថ្មិញវាថយបន្តិចមកយើងធ្វើការឈូសតបាទឈូសតវាឡើងទៅលើប្រហែលជាមួយធ្នាប់ដៃទៀតពុកម៉ែបងប្អូនណាបាទឲ្យវាមានភាពបតិញបាទហើយមួយសក់នេះយើងធ្វើការទុកសម្ោលជើងសក់រៀងសបន្តិចឲ្យវាបតិញណាពុកម៉ែបងប្អូនបាទហើយយើងធ្វើការឈូសវាទាំងពីចំហៀងទាំងពីក្រោយដូចតែគ្នាទេពុកម៉ែបងប្អូនណាទាំងឆ្វេងទាំងស្ដាំគឺយើងធ្វើការឈូសដូចគ្នាទេបាទបន្ទាប់មកគឺយើងប្រើពុម្ពលេខកន្លះយើងកាច់ធ្មេញវាថយឲ្យអស់បាទកាច់ធ្មេញថយឲ្យអស់មកយើងធ្វើការឈូសតពីត្រង់ចំណុចដែលយើងធ្វើការឈូស Master X7 មិញហ្នឹងបាទធ្វើការឈូសតដើម្បីឲ្យវាលុបដានត្រង់ចំណុចដែលវាកលាក់ហ្នឹងពុកម៉ែបងប្អូនណាបាទទាំងពីចំហៀងទាំងពីក្រោយគឺយើងធ្វើការឈូសដូចគ្នាទេពុកម៉ែបងប្អូនណាបាទហើយពុកម៉ែបងប្អូនព្យាយាមស្ដាប់សលេងខ្ញុំបាទបន្ទាប់មកគឺយើងកាច់ធ្មេញវាឡើងយើងធ្វើការឈូសត្រង់ចំណុចតែវានៅកលាក់វាអត់ទាន់បាត់គឺយើងកាច់